ការឆ្លើយតបក្នុងជំហានជាក់ស្ដែងបច្ចុប្បន្ននឹងដំបូងនេះគឺរបបក្រុងភ្នំពេញដែលដឹកនាំដោយលោកហ៊ុនម៉ាណែតត្រូវស្នើជាបន្ទាន់ទៅអាស៊ានដើម្បីឲ្យដាក់កម្លាំងយោធាអាស៊ានឬក៏កម្លាំងស៊ើបអង្កេតយោធាអាស៊ាននៅលើទឹកដីនៃប្រទេសកម្ពុជាជាពិសេសដាក់នៅតំបន់ដែលកំពុងតែមានការប្រទុះដោយអាវុធនៃការឈ្លានពានរបស់កងទ័ពថៃលើទឹកដីនៃប្រទេសកម្ពុជាប៉ុន្តែខ្ញុំឆ្ងល់ហើយឆ្ងល់ទៀតមកដល់ពេលបច្ចុប្បន្នយោបល់នេះរបស់ខ្ញុំរបស់ក្រមប្រឹក្សាជាតិតស៊ូរហូតមកដល់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23រដ្ឋាភិបាលរបបក្រុងភ្នំពេញរបស់លោកហ៊ុនម៉ាណែតមិនអើពើទេហើយនៅលេងអង្អែលជាមួយនឹងការឈ្លានពានរបស់ថៃដដែលយើងបានបញ្ជាក់តាំងពីដើមរៀងមកថាថៃមិនខ្លាចបាញ់ចូលកម្ពុជាទេដរាបណាមិនមានកម្លាំងយោធាក្នុងក្របខ័ណ្ឌស៊ើបអង្កេតរបស់អាស៊ាននៅលើទឹកដីនៃប្រទេសកម្ពុជាដែលកំពុងតែមានចំនួនឬក៏មិនមានកម្លាំងនៃអ្នកស៊ើបអង្កេតយោធារបស់អង្គការសហប្រជាជាតិនៅលើទឹកដីនៃប្រទេសកម្ពុជាហើយយើងបានស្នើទៀតជំរុញឲ្យរដ្ឋាភិបាលដែលកំពុងតែដឹកនាំកម្ពុជាសពថ្ងៃលើទឹកដីកម្ពុជាហ្នឹងណាប្រសិនបើស្នើទៅអាស៊ានមិនមានលទ្ធផលល្អទេត្រូវកោះប្រជុំជាបន្ទាន់នៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីឲ្យគេពិនិត្យឡើងវិញក្នុងការការពារទឹកដីកម្ពុជាហើយនឹងជាពិសេសជំហានបឋមនេះគឺការពារអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរប៉ុន្តែខ្ញុំសូមបញ្ជាក់ដដែលថារបបភ្នំពេញនៃលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអត់បានប្រើយន្តការនឹងទាល់តែសោះហើយនៅតែលេងអង្អែលជាមួយនឹងការឈ្លានពានរបស់កងទ័ពថៃការលេងអង្អែលបែបនេះរបស់របបក្រុងភ្នំពេញនៃលោកហ៊ុនម៉ាណែតគឺហាក់ដូចជាយកលបែងសង្គ្រាមនឹងមកលេងបន្តជាមួយនឹងភាគីថៃឲ្យប្រជាពលរដ្ឋផ្ដោតអារម្មណ៍តែទៅលើសង្គ្រាមជាមួយថៃក៏ប៉ុន្តែឲ្យប្រជាពលរដ្ឋភ្លេចគិតអំពីអក្រិតកម្មឆ្លងដែនដែលកំពុងតែវាយលុកប្រទេសកម្ពុជាដែរលោកកំសុកងាកក្រោយបន្តិចលោកកំសុកធ្លាប់បានមានប្រសាសន៍មិញថាអនុសាសន៍ដែលក្រុមប្រឹក្សាជាតិតស៊ូតាំងពីលោកកំសុកមិនទាន់មានវត្តមាននៅជាមួយក្រុមប្រឹក្សាជាតិតស៊ូហើយមកចូលរួមការងារជាមួយក្រុមប្រឹក្សាជាតិតស៊ូក៏ដូចជារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងគឺបានផ្ដល់អនុសាសន៍ជារឿយៗក្នុងការដែលត្រូវបញ្ចប់ចំនួនកម្ពុជាថៃហ្នឹងគឺត្រូវស្នើទៅប្រធានអាស៊ានឬក៏ដាក់ពាក្យបណ្ដឹងទៅ ICJ ឬក៏កោះប្រជុំប្រទេសហត្ថលេខីភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាដើមប៉ុន្តែរបបទីក្រុងភ្នំពេញហ្នឹងគឺមិនព្រមធ្វើខ្ញុំក៏ចង់ដឹងថាដែលរបបទីក្រុងភ្នំពេញមិនព្រមធ្វើហ្នឹងគ្រាន់តែអាចថាបើធ្វើទៅខ្មាស់ពួកប្រឆាំងឬក៏វាមានអាកំបាំងអីវាធ្ងន់ធ្ងរជាងនឹងទៅទៀតបានជារបបក្រុងភ្នំពេញអត់ធ្វើរឿងទាំងអស់ហ្នឹងវាមានថាខ្មែរយើងគេថាឲ្យចាញ់ចិត្តណាវាមានអាកំបាំងច្រើនដែលពាក់ព័ន្ធទៅនឹងអក្រិតកម្មនៃរបបភ្នំពេញក្រុងគ្រួសារហ៊ុនជាពិសេសលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតតែម្ដងអក្រិតកម្មដែលពាក់ព័ន្ធជាមួយនឹងថៃខ្ញុំបានជម្រាបជូនបងប្អូនហើយថាលោកហ៊ុនសែនមានរឿងអក្រិតកម្មច្រើនណាស់ជាមួយនឹងក្រុមមេដឹកនាំថៃជាពិសេសអក្រិតកម្មក្នុងជំនួញការលាងលុយកខ្វក់នៅក្នុងបណ្ដាញអក្រិតកម្មឆ្លងដែននឹងឯងថៃគេមានរបាយការណ៍គេមានភស្តុតាងម្ល៉េះហើយនៅពេលដែលថៃវាយចូលកម្ពុជារំលោភលើទឹកដីខ្មែរសម្លាប់ប្រជាពលរដ្ឋខ្មែរក្រុមលោកហ៊ុនម៉ាណែតលោកហ៊ុនសែននេះបានត្រឹមតែស្ងៀមស្ងាត់ដើម្បីយកមុខការទូតតែគ្មានបានមុខការទូតអីទេគឺបានតែប្រជាពលរដ្ឋស្លាប់ប្រជាពលរដ្ឋខ្មែរស្លាប់កងទ័ពពលីជីវិតហើយបាត់បង់ទឹកដីនៃប្រទេសកម្ពុជាថែមទៀតតែប៉ុណ្ណោះទី2ក្រុមលោកហ៊ុនសែនលោកហ៊ុនម៉ាណែតកំពុងតែជាប់នៅគេហៅថាការវាយលុកនៅសង្គ្រាមនៃពួកអក្រិតកម្មឆ្លងដែនសង្គ្រាមអក្រិតកម្មឆ្លងដែននេះធំមែនទែនហើយជាប់ឈ្មោះលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនកិច្ចមិនផុតទេពីព្រោះរបាយការណ៍របស់ US Department អង្គការជំនាញអន្តរជាតិនានាប្រឆាំងនឹងការលាងលុយកខ្វក់សុទ្ធតែបានបង្ហាញថាគណៈបកប្រជាជនកម្ពុជានៅពីក្រោយហើយដូច្នេះហើយអាបណ្ដាញហ្នឹងកំពុងតែត្រួតត្រាលើក្បាលម៉ាស៊ីននៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបញ្ជាលើក្បាលម៉ាស៊ីនរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហើយដូច្នេះការដែលក្រុមលោកហ៊ុនសែនមិនព្រមដោះស្រាយបញ្ហាព្រំដែនឲ្យជ្រះស្រឡះគឺពីព្រោះតែទុកបញ្ហាព្រំដែនហ្នឹងសង្គ្រាមនៅតាមព្រំដែនហ្នឹងធ្វើជាព្រឹត្តិការណ៍ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋខ្មែរឲ្យទៅបន្តយំសោកកើតទុក្ខរងគ្រោះតែទៅលើបញ្ហាដែលថៃឈ្លានពានទឹកដីកម្ពុជាក៏ប៉ុន្តែរឿងអក្រិតកម្មឆ្លងដែនដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនកំពុងធ្វើនឹងបំផ្លាញកម្ពុជាដែរនោះពួកគេចង់បិទរឿងអក្រិតកម្មឆ្លងដែននឹងចោលពីព្រោះនោះវាប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ក្រុមគ្រួសារហ៊ុនហើយមួយវិញទៀតរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននេះគឺមិនហ៊ានដោះស្រាយបញ្ហាព្រំដែននឹងទេ
បញ្ហាឆ្លៀនពៀននឹងទេហើយឥឡូវនេះក៏មិនហ៊ាននិយាយពាក្យឆ្លៀនពៀនឲ្យច្បាស់ដែលកងទ័ពថៃវាយចូលកម្ពុជាដែរពីព្រោះពួកគេនៅជាប់គន្លឹះជាមួយវៀតណាមគេអនុវត្តមហិច្ឆតាឆ្លៀនពៀនរបស់វៀតណាមលើកម្ពុជាអញ្ចឹងហើយគេមិនអាចនិយាយឬក៏ចាត់វិធានការឲ្យចំសាច់រឿងពេលដែលថៃឆ្លៀនពៀនកម្ពុជាទេដោយសារតែថៃនិងវៀតណាមក៏ត្រូវគ្នានៅពីក្រោយអំពើឆ្លៀនពៀនលើប្រទេសកម្ពុជាដូចគ្នាហើយវៀតណាមគឺជាអ្នកកាត់ចង្កូតរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដូច្នេះលោកហ៊ុនសែនក្តីលោកហ៊ុនម៉ាណែតក្តីគ្រាន់តែលេងសើហើយត្រឹមតែបង្ហាញនឹងបញ្យុះឲ្យប្រជាពលរដ្ឋមើលឃើញអំពីការឈឺចាប់ដែលថៃឆ្លៀនពៀនកម្ពុជាតែប៉ុណ្ណោះប៉ុន្តែมันព្រមដោះស្រាយបញ្ហានឹងឲ្យជ្រះស្រឡះទេតែថាมันព្រមដោះស្រាយឲ្យជ្រះស្រឡះពីព្រោះមកដល់ពេលនេះកិច្ចព្រមព្រៀងនានាយើងឧទាហរណ៍កិច្ចព្រមព្រៀងក្រោយការឈប់បាញ់5ថ្ងៃក្នុងខែកក្កដាថ្ងៃទី28មានបទឈប់បាញ់មួយដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិកក្រោយមកទៀតមានកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិកម្ពុជាដែលដឹកនាំដោយរបបក្រុងគ្រួសារហ៊ុនហើយនិងក្រសួងការពារជាតិថៃហើយក្រោយមកទៀតក៏មានការចុះនៅឯកសាររួមមួយថៃនិងកម្ពុជាគឺថៃហើយនិងរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនហ្នឹងក្រោមអធិបតីភាពលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំហើយនិងប្រធានអាស៊ាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ៉ាន់អាន់វ៉ាអ៊ីប្រាហ៊ីមដែរក៏ប៉ុន្តែកិច្ចព្រមព្រៀងទាំង3ហ្នឹងដោះស្រាយមិនចេញឡើយកាលណាកិច្ចព្រមព្រៀងត្រឹមលក្ខណៈទ្វេភាគីលក្ខណៈពហុភាគីត្រឹមសាក្សីដោយអាមេរិកប៉ុណ្ណឹងដោះស្រាយមិនចេញដូច្នេះដើម្បីដោះស្រាយបញ្ហាតទៅរុញទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាកិច្ចព្រមព្រៀងសកលតែធានានៅស្ថិរភាពនៅក្នុងតំបន់តែរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនអត់ព្រមធ្វើទេមិនព្រមធ្វើហើយឲ្យថៃនៅតែវាយចូលកម្ពុជាបានត្រឹមតែអត់ធ្មត់និងសម្ដែងការឈឺចាប់នោះមានន័យថាម៉េចនោះមានន័យថាលបែងរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងកំពុងឲ្យថៃធ្វើតាមចិត្តលើកម្ពុជារួចហើយត្រឹមតែទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរឲ្យឈឺចាប់ត្រឹមតែគេឆ្លៀនពៀនតែមិនដោះស្រាយបញ្ហាទឹកដីមិនដោះស្រាយរឿងគេឆ្លៀនពៀនថែមទាំងព្យាយាមបង្វែរចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរឲ្យចេញពីអក្រិតកម្មឆ្លងដែនដែលរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនកំពុងតែដឹកនាំធ្វើយ៉ាងកក្រឹកកក្រែងនៅប្រទេសកម្ពុជាបាទលោកកឹមសុខតាមប្រសាសន៍លោកកឹមសុខថាវាមានចំណុចច្រើនដែលជាចំណុចខ្សោយរបស់ក្រុមគ្រួសារតកូលហ៊ុនជាមួយនឹងមេដឹកនាំថៃជាពិសេសពាក់ព័ន្ធទៅនឹងការងាររុស្ស៊ីពាក់ព័ន្ធទាំងរឿងលុយកាក់ហើយនិងបទឧក្រិដ្ឋកម្មផ្សេងអញ្ចឹងហើយបានជារបបក្រុងភ្នំពេញឲ្យកូនហ៊ុនសែនហ្នឹងមិនហ៊ានប្តឹងការឈ្លានពានរបស់ថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសអីជាដើមក្នុងន័យហ្នឹងបើយើងនិយាយឲ្យចំទៅថារបបក្រុងភ្នំពេញឲ្យកូនក្រុងភ្នំពេញហ្នឹងកំពុងតែយករឿងទឹកដីដើម្បីបន្លំរឿងឧក្រិដ្ឋកម្មអនឡាញក្នុងន័យអញ្ចឹងឲ្យលោកកឹមសុខលោកឆាន់ចានីបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសល្បិចនយោបាយចុងក្រោយមួយនេះណារបស់លោកហ៊ុនសែនជ្រៅណាស់ជ្រៅនឹងមិនមែនការពារខ្មែរដែលមានប្រសិទ្ធភាពទេជ្រៅនឹងគឺធ្វើបាបខ្មែរយ៉ាងជ្រៅសម្រាប់ជាតិខ្មែរយ៉ាងជ្រៅដើម្បីតែផលប្រយោជន៍អំណាចក្រុមគ្រួសារហ៊ុនជ្រៅនៅត្រង់ណាក្នុងពេលនេះណាលោកហ៊ុនសែនមិនមែនពិបាកចិត្តនៅពេលដែលថៃឆ្លៀនពៀនចូលសម្លាប់ប្រជាពលរដ្ឋខ្មែរឆ្លៀនពៀនទឹកដីនៃប្រទេសកម្ពុជាទេអត់ពិបាកចិត្តឡើយលោកហ៊ុនសែនក៏ប៉ុន្តែលោកហ៊ុនសែននឹងលេងល្បែងអង្អែលសង្គ្រាមនឹងជាបន្តទៅទៀតអង្អែលសង្គ្រាមរាប់ខែអាចរាប់ឆ្នាំទៅមុខប្រសិនបើថៃនៅតែបន្តលេងហើយការព្យាយាមធ្វើរបស់លោកហ៊ុនសែនណាបងប្អូនចាំមើលហ៊ុនសែនអត់រៀបកម្លាំងការពារជាតិឲ្យបានច្បាស់លាស់ទេអត់រៀបកម្លាំងកងទ័ពការពារទឹកដីឲ្យបានច្បាស់លាស់នៅតាមព្រំដែនទេគឺធ្វើរប៉េះរបស់ឲ្យថៃវាយចូលតាមចិត្តចំណុចទី1ចំណុចទី2គឺលោកហ៊ុនសែននឹងឯងពេលដែលធ្វើឲ្យកងទ័ពខ្មែរគ្មានសមត្ថភាពឬក៏បាក់កម្លាំងការពារទឹកដីរបស់ខ្លួនក្នុងស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននេះគាត់នឹងប្រើវិធីនៅតែថាអត់ធ្មត់ចរចាអត់ធ្មត់ចរចាហើយកាត់ទឹកដីខ្មែរឲ្យថៃពលរដ្ឋរងគ្រោះនៅតែរងគ្រោះដោះស្រាយបញ្ហាមិនបានទេអ្វីដែលលោកហ៊ុនសែនចង់បានគឺទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋខ្មែរឲ្យឃើញតែការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជាហើយយើងសួរថាហើយចុះបើថៃឈ្លានពានមែនថៃពិតជាឈ្លានពានមែនប៉ុន្តែចំណុចសំខាន់ខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាហ៊ុនសែនអត់ដោះស្រាយទេអត់រុញករណីហ្នឹងទៅតាមយន្តការអន្តរជាតិដើម្បីបញ្ចប់បញ្ហាព្រំដែនឡើយហ៊ុនសែននៅអង្អែលហើយកាត់ទឹកដីខ្មែរឲ្យខាងភាគីថៃហើយលោកហ៊ុនសែនណាមកដល់ពេលនេះអត់ខ្លាចប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែររឿងហ៊ុនសែនកាត់ទឹកដីខ្មែរឲ្យថៃរឿងហ៊ុនសែនមិនពង្រឹងកម្លាំងកងទ័ពដើម្បីការពារទឹកដីខ្មែររឿងហ៊ុនសែនមិនការពារអាយុជីវិតប្រជាពលរដ្ឋទេមកដល់ពេលនេះលោកហ៊ុនសែនមិនខ្លាចការរិះគន់លើចំណុចហ្នឹងឡើយ
មូលហេតុអីបានជាមិនខ្លាចពីព្រោះលោកហ៊ុនសែនចង់បណ្ដោយឲ្យមានការរិះគន់ឲ្យច្រើនទៀតហើយគាត់ធ្វើឌឺមកគាត់ឌឺក្នុងការបើកឲ្យថៃវាយចូលខ្មែរក្នុងឌឺដែលគាត់កាត់ទឹកដីខ្មែរឲ្យថៃគាត់ឌឺក្នុងការហាមឃាត់ខ្មែរមិនឲ្យនិយាយអំពីបញ្ហាព្រំដែនគាត់ឌឺហើយបញ្ឆេះនៅប្រតិកម្មខ្លាំងលើរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតលើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនហ្នឹងឲ្យឃើញតែចំណុចមួយគាត់គឺចំណុចថៃឈ្លានពានទឹកដីនៃប្រទេសកម្ពុជាដើម្បីអីដើម្បីលោកហ៊ុនសែនឲ្យយើងនាំគ្នាបំភ្លេចអំពីអក្រិតកម្មឆ្លងដែនលុយរាប់ពាន់លានដុល្លារដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនកំពុងតែខុបខិតជាមួយនឹងបរទេសជនជាតិចិនជេនស៊ីក្រុមហ៊ុនលោកហ៊ុនតូហើយនឹងបណ្ដាញអក្រិតកម្មឆ្លងដែនជាច្រើនទៀតបងប្អូនពិចារណារឿងមួយនៅមុនសង្គ្រាម5ថ្ងៃខែកក្កដាមានរឿងអីគឺការផ្ទុះចេញនៅអក្រិតកម្មឆ្លងដែននៅក្នុងប្រទេសកម្ពុជារបាយការណ៍របស់ Humanity Research Consultancy របាយការណ៍របស់សារព័ត៌មានល្បីៗនៅជុំវិញពិភពលោករបាយការណ៍របស់សហរដ្ឋអាមេរិកនៅពេលដែលមានរបាយការណ៍ផ្ទុះឡើងអំពីអក្រិតកម្មឆ្លងដែនហ្នឹងតែប្រហែលខែក្រោយមកឯងនៅក្នុងខែកក្កដាក៏ស្រាប់តែមានការញុះចុះញុះឡើងរវាងលោកហ៊ុនសែននិងលោកថាស៊ីនផ្ទុះចេញទៅជាសង្គ្រាម5ថ្ងៃឥឡូវនេះទៀតបងប្អូនមើលនៅពេលដែលមានរបាយការណ៍អំពីអក្រិតកម្មឆ្លងដែនចេញថ្មីហ្នឹងដោយ US Department សហរដ្ឋអាមេរិកដោយអង្គការសហប្រជាជាតិដោយកូរ៉េខាងត្បូងក្តីលោកហ៊ុនសែនទៅញុះថៃថែមទៀតញុះថៃរឿងអាស៊ានសំទោសញុះថៃរឿងធ្វើស៊ីហ្គេមមិនបានល្អដោយកម្ពុជាញុះថៃរឿងផ្សេងទៀតនេះថៃឈ្លានពានពិតជាឈ្លានពានមែនប៉ុន្តែលោកហ៊ុនសែនខ្លួនឯងព្យាយាមញុះបញ្ហាហ្នឹងដែរញុះបញ្ហាហ្នឹងឲ្យផ្ទុះចេញទៅជាសង្គ្រាមហើយអត់ដោះស្រាយបញ្ហាទេឲ្យប្រជាពលរដ្ឋខ្មែរមើលឃើញត្រឹមតែស្អប់ការឈ្លានពានរបស់ថៃពិតមែនហើយការឈ្លានពានយើងមិនចូលចិត្តទេយើងស្អប់យើងថ្កោលទោសប៉ុន្តែហ៊ុនសែនប្រើល្បិចហ្នឹងបង្វែរយើងឲ្យឃើញតែការឈ្លានពានរបស់ថៃបិទចោលទាំងស្រុងនៅអក្រិតកម្មឆ្លងដែននៅក្នុងប្រទេសកម្ពុជាអក្រិតកម្មឆ្លងដែនធំមែនទែនលុយរាប់ពាន់លានដុល្លារល្បិចរបស់លោកហ៊ុនសែនមួយនេះណានៅពេលដែលយើងខ្វល់ខ្វាយខ្លាំងហើយយើងពិតជាខ្វល់ខ្វាយមែនខ្វល់ខ្វាយខ្លាំងរឿងថៃឈ្លានពានចូលទឹកដីកម្ពុជាលោកហ៊ុនសែនកំពុងតែរំដោះលុយរបស់គាត់រាប់ពាន់លានដុល្លារក្នុងអក្រិតកម្មឆ្លងដែននោះទៅណាខ្ញុំដឹងទេទៅចិនខ្លះឬចូលធនាគារមួយចំនួនដែលកំពុងតែប្រតិបត្តិការក្នុងប្រទេសកម្ពុជាឬទៅច្រកណាផ្សេងទៀតឬទៅប្រទេសណាផ្សេងទៀតបងប្អូនណាបងប្អូនពិនិត្យមើលរឿងមួយពិនិត្យមើលឲ្យច្បាស់សង្គ្រាម2សុទ្ធតែជាសង្គ្រាមឈ្លានពានមែនទេទៅ3សង្គ្រាម3សុទ្ធតែជាសង្គ្រាមឈ្លានពានពីបរទេសសង្គ្រាម1គឺថៃឈ្លានពានចូលទឹកដីនៃប្រទេសកម្ពុជាឃើញលោកហ៊ុនសែនចេញសម្ដែងធ្វើជាយកចិត្តទុកដាក់ធ្វើជាប្រជុំប៉ុន្តែអត់ចាក់កាយទេណាយកចិត្តទុកដាក់ធ្វើប្រជុំហើយចេញធ្វើជាអ្នកថ្លែងនៅសារនយោបាយហ៊ុនម៉ាណែតនិយាយថាពេលនេះជាពេលដែលត្រូវការពារប្រជាពលរដ្ឋពេលនេះជាពេលដែលត្រូវការពារប្រទេសជាតិនិងទឹកដីហើយចុះបើការពារទឹកដីនិងប្រជាពលរដ្ឋហេតុអីមិនផ្ដឹងឬក៏កោះប្រជុំសន្និសីទនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសហប្រធានបារាំងឥណ្ឌូនេស៊ីហេតុអីមិនធ្វើហេតុអីមិនផ្ដឹងទៅតុលាការយុតិធម៌អន្តរជាតិដូច្នេះពួកអ្នកទាំងអស់ហ្នឹងហ៊ុនសែនហ៊ុនម៉ាណែតគ្រាន់តែចេញទ្រឹស្ដីបោកប្រាស់ប្រជាពលរដ្ឋពីព្រោះខ្លួនមានទួនាទីធ្វើមិនធ្វើបានការអីការចេញទ្រឹស្ដីបែបហ្នឹងហើយនៅពេលដែលមានការវាយឈ្លានពានរបស់ថៃឃើញគេប្រជុំចេញទ្រឹស្ដីអត់ធ្វើអីចេញទ្រឹស្ដីអត់ធ្វើអីតតែសោះប៉ុន្តែការឈ្លានពាន2ណានៅក្នុងពេលហ្នឹងជាមួយគ្នានឹងដែរការឈ្លានពានរបស់វៀតណាមឈ្លានពានដោយយុទ្ធសាស្ត្របង្ហូរកងទ័ពចូលបង្ហូរទំនិញចូលហើយនាំគ្នាសម្ពោធល្អអើណាហ៊ុនម៉ាណែតនិងមេដឹកនាំវៀតណាមអត់មានការប្រជុំដើម្បីទប់ស្កាត់មហិច្ឆតាឈ្លានពានរបស់វៀតណាមទេធ្វើតាមវៀតណាមទៀតមួយវិញទៀតរឿងអក្រិតកម្មឆ្លងដែនអក្រិតកម្មឆ្លងដែនគឺជាសង្គ្រាមវាយលុករបស់បរទេសគឺពួកម៉ាហ្វៀបរទេសអន្តរជាតិលើប្រទេសកម្ពុជាដោយគ្រប់គ្រងកប៉ាល់ម៉ាស៊ីនដឹកនាំរបស់គណៈបកប្រជាជនកម្ពុជានឹងតែម្ដងសួរថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមានប្រជុំដើម្បីចាត់ការទេអត់ទេប្រើឲ្យតែអ្នកនាំពាក្យកប៉ិចកប៉ុកថ្នាក់ក្រោមនិយាយអំពីទ្រឹស្ដីនៃការប្រឆាំងអក្រិតកម្មប៉ុន្តែហ៊ុនសែនហ៊ុនម៉ាណែតបានធ្វើការប្រជុំដើម្បីកម្ចាត់អក្រិតកម្មឆ្លងដែននេះអត់ទេអញ្ចឹងហើយបានជាខ្ញុំបញ្ជាក់ជូនបងប្អូនថាថ្ងៃឈ្លានពានពិតជាឈ្លានពានយើងកោតទោសការឈ្លានពានប៉ុន្តែហ៊ុនសែននិងហ៊ុនម៉ាណែតខ្លួនឯងកំពុងតែអង្អែលសង្គ្រាមហ្នឹងដែរឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍តែទៅលើសង្គ្រាមមិនព្រមដោះស្រាយបញ្ហាសង្គ្រាមមិនព្រមដោះស្រាយបញ្ហាទឹកដីរួចហើយបង្វែរចំណាប់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្លេចអក្រិតកម្មឆ្លងដែនដែលហ៊ុនសែននិងហ៊ុនម៉ាណែតកំពុងតែប្រព្រឹត្តជាមួយម៉ាហ្វៀអក្រិតកម្មអន្តរជាតិជាពិសេសជនជាតិចិនលោកកំសុកតាមការសង្កេតឃើញរបស់ខ្ញុំអំពីការផ្ដើមឡើងឬក៏រឿងដែលកើតឡើងមុនដំបូងបំផុតពាក់ព័ន្ធទៅនឹងសង្គ្រាមខ្មែរថៃនេះក៏វាមានពាក់ព័ន្ធទៅនឹងរឿង
ឧក្រិដ្ឋកម្មឆ្លងដែននោះដែរគឺនៅពេលដែលលោកថាក់ស៊ីននិងកូនរបស់គាត់ច្អល់បង្ហាញជំរុំឧក្រិដ្ឋកម្មនៅប៉ោយប៉ែតគឺពេលនោះគឺចាប់ផ្ដើមមានការឌឺដងពីលោកហ៊ុនសែនហើយរហូតទៅប្រើពាក្យឬក៏បញ្ចេញសារអីហ្នឹងឲ្យខាងភាគីថៃក្តៅក្រហាយភាគីថៃក៏ចាប់ផ្ដើមប្រើអាវុធយុទ្ធភ័ណ្ឌអីវាយលុកមកលើប្រទេសកម្ពុជាយើងឃើញហើយថាសង្គ្រាមហ្នឹងរហូតទៅដល់សប្តាហ៍ថ្ងៃនេះមិនទាន់ត្រូវបានបញ្ចប់ទេហើយក្នុងភាគីថៃក៏គេបានយកលេសថាដើម្បីកំទេចឬក៏ទប់ស្កាត់ក្រុមអ ுக ្រិតជនអនឡាញនៅក្នុងប្រទេសកម្ពុជានឹងដែរតើសំណួរចង់សួរថាបើសិនជាលោកហ៊ុនសែនចង់បញ្ចប់សង្គ្រាមដោយមិនប្តឹងទៅតុលាការអន្តរជាតិហើយគ្រាន់តែទប់ស្កាត់ឬក៏ចាប់ខ្លួនមេខ្លោងពួកក្រុមអ ுக ្រិតជននៅកម្ពុជានឹងឲ្យអស់ថាតើសង្គ្រាមនឹងអាចចប់បានដែរទេលោកហ៊ុនសែនបងប្អូនប្រជាពលរដ្ឋខ្មែរបងប្អូនមើលឃើញឲ្យច្បាស់លោកហ៊ុនសែនគ្មានបំណងបញ្ចប់សង្គ្រាមនឹងទេអត់ទេណាលោកចាំចានីសួរថាប្រសិនបើហ៊ុនសែនចង់បញ្ចប់តើអាចបញ្ចប់ទេខ្ញុំឆ្លើយថាលោកហ៊ុនសែនគ្មានបំណងបញ្ចប់សង្គ្រាមនឹងទេពីព្រោះកាលណាបញ្ចប់សង្គ្រាមដែលថៃឈ្លានពានចូលទឹកដីនៃប្រទេសកម្ពុជាព្រំដែនកម្ពុជាថៃទៅជាព្រំដែនគេហៅថារក្សាភាពស្ងប់ស្ងាត់ឬមានសន្តិសុខសុំល្មមកាលណាព្រំដែនមានសន្តិសុខរឿងដែលត្រូវធ្វើគឺរួមគ្នាកម្ចាត់អក្រិតកម្មឆ្លងដែនជាមិនផុតទេអាមេរិកក៏ជំរុញជប៉ុនក៏ជំរុញកូរ៉េខាងត្បូងក៏ជំរុញថៃក៏មិនអាចប្រកែកលោកហ៊ុនសែនក៏ពិបាកប្រកែកដូច្នេះដើម្បីរកវិធីបញ្ជាកុំឲ្យអាមេរិកលូកចូលកុំឲ្យជប៉ុនលូកចូលជ្រៅកុំឲ្យកូរ៉េខាងត្បូងលូកចូលជ្រៅក្នុងការកម្ចាត់អក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាគឺលោកហ៊ុនសែនមិនព្យាយាមបញ្ចប់សង្គ្រាមដែលថៃឈ្លានពានចូលទឹកដីនៃប្រទេសកម្ពុជាទេអត់បញ្ចប់ទេគឺនៅអង្អែលស្ថានភាពនៅនោះថៃវាយក៏វាយមកលោកហ៊ុនសែននៅតែស្ងៀមស្ងាត់អត់ថ្មិតដើម្បីឲ្យអាភ្លើងសង្គ្រាមហ្នឹងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរហ្នឹងគឺនៅតែបន្តហើយទីបំផុតទៅខ្មែរជួយចាប់នឹងការកាប់សម្លាប់នឹងការបាញ់ប្រហាររបស់កងទ័ពថៃមកលើខ្មែរឈ្លានពានទឹកដីផងធ្វើបាបប្រជាពលរដ្ឋខ្មែរផងខ្មែរជួយចាប់រឿងហ្នឹងខ្មែរផ្លិចជួយចាប់រឿងដែលលោកហ៊ុនសែនប្រើកម្ពុជាឲ្យទៅជាភូមិសាស្ត្រប្រព្រឹត្តអក្រិតកម្មឆ្លងដែននោះខ្មែរផ្លិចរឿងហ្នឹងពីព្រោះរឿងលៀងលួយក៏ខ្វក់រឿងអក្រិតកម្មឆ្លងដែនគឺប្រជាពលរដ្ឋខ្មែរអត់ឃើញហ៊ុនសែនអត់ឃើញពួកអក្រិតជនសម្លាប់ប្រជាពលរដ្ឋខ្មែរដោយផ្ទាល់ទេគឺសម្លាប់ប្រជាពលរដ្ឋខ្មែរតាមរយៈការសម្លាប់សេដ្ឋកិច្ចសម្លាប់ប្រជាពលរដ្ឋខ្មែរតាមរយៈបំផ្លាញពាណិជ្ជកម្មសម្លាប់ប្រជាពលរដ្ឋខ្មែរតាមរយៈការបង្កើតអយុត្តិធម៌សម្លាប់ប្រជាពលរដ្ឋខ្មែរតាមរយៈបង្កើតអសន្តិសុខនៅក្នុងសង្គមសម្លាប់ប្រជាពលរដ្ឋខ្មែរតាមរយៈការជួញដូរគ្រឿងញៀនសម្លាប់ប្រជាពលរដ្ឋខ្មែរតាមរយៈរឿងអក្រិតកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាប៉ុន្តែរឿងហ្នឹងប្រជាពលរដ្ឋមើលឃើញមិនច្បាស់ដោយកងទ័ពថៃបាញ់ប្រហារចូលទឹកដីនៃប្រទេសកម្ពុជាទេអញ្ចឹងហើយលោកហ៊ុនសែនប្រើអរូបភាពដែលមិនព្រមដោះស្រាយបញ្ហាព្រំដែនហើយបណ្ដោយឲ្យថៃធ្វើតាមចិត្តសប្តាហ៍ហ៊ុនសែនបណ្ដោយឲ្យថៃធ្វើតាមចិត្តដើម្បីយកការឈឺចាប់នឹងប្រមូលតែទៅលើព្រំដែនប៉ុន្តែការឈឺចាប់ដែលលោកហ៊ុនសែនធ្វើអក្រិតកម្មឆ្លងដែនហើយអក្រិតកម្មឆ្លងដែននេះក៏ជាការឈ្លានពានរបស់បរទេសម៉ាហ្វ៊ាគ្រប់គ្រងកម្ពុជាបង្វិលកម្ពុជាបំផ្លាញកម្ពុជាដែរណានោះឲ្យប្រជាពលរដ្ឋខ្មែរបំភ្លេចអក្រិតកម្មឆ្លងដែននោះដូច្នេះលោកហ៊ុនសែនអត់បញ្ចប់ទេអត់ព្យាយាមបញ្ចប់បញ្ហាហ្នឹងទេគឺនៅតែអូសបន្លាយរហូតខ្ញុំបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋតាំងពីដើមរៀងមកថាកាលណាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនៅតែកាន់អំណាចក្រុមគ្រួសារហ៊ុននៅតែដឹកនាំកម្ពុជាលើទឹកដីជាក់ស្ដែងបច្ចុប្បន្នណាកុំសង្ឃឹមថាអាចបញ្ចប់ការឈ្លានពានរបស់ថៃកុំសង្ឃឹមថាអាចបញ្ចប់ការឈ្លានពានរបស់វៀតណាមកុំសង្ឃឹមថាអាចបញ្ចប់ការឈ្លានពានរបស់ពួកម៉ាហ្វ៊ាអក្រិតកម្មអន្តរជាតិដែលកំពុងតែបង្វិលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនសពឯនេះរឿងទាំង3ហ្នឹងមិនអាចបញ្ចប់បានទេពីព្រោះរឿងទាំង3ហ្នឹងគឺសុទ្ធតែពាក់ព័ន្ធនឹងអក្រិតកម្មរបស់លោកហ៊ុនសែនហើយនឹងក្រុមគ្រួសារហ៊ុនលោកកឹមសុខការលើកឡើងរបស់លោកកឹមសុខសង្គ្រាមរវាងកម្ពុជាថៃគឺវាមានល្បិចកិច្ចកលមួយចំនួនដែលលោកហ៊ុនសែនមានចេតនាបង្កឡើងដើម្បីបន្លប់ស្ថានភាពកុំឲ្យប្រជាពលរដ្ឋខ្មែរបដោតអារម្មណ៍លោកឆាំឆាន់នេះដោយសារលោកឆាំឆាន់នេះនិយាយអំពីល្បិចកិច្ចកលហើយលោកឆាំឆាន់នេះចង់ស៊ូអ្វីមានគំនិតអ្វីចាំផងចង់ចាំផងខ្ញុំគ្រាន់តែបញ្ជាក់បន្តិចទេលោកឆាំឆាន់នេះបងប្អូនប្រជាពលរដ្ឋខ្មែរបងប្អូនគិតមកចំណុចដែរហើយងាយបំផុតគ្រាន់តែសរសេរលិខិតទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនឹងវាពិបាកណាស់ទៅអីគណៈរដ្ឋមន្ត្រីក្បាលភូមិរាប់រយនាក់នឹងសរសេរមិនចេញអីធ្វើតែលិខិតមួយសន្លឹក
បូកនឹងរបាយការណ៍នៃការឈ្លានពានរបស់ថៃភ្ជាប់ទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហើយឲ្យមានការកោះប្រជុំសន្និសីទទីក្រុងប៉ារីឡើងវិញប្របាក់ណាស់ទៅឲ្យធ្វើប៉ុណ្ណឹងរដ្ឋាភិបាលមួយប៉ុណ្ណាណៃចាយលុយរាប់រយលានរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំចាយលុយប្រហែលជាមកគេហៅថា10000លានដុល្លារនៅក្នុងមួយឆ្នាំប្របាក់ណាស់ទៅអីគ្រាន់តែលិខិតប៉ុណ្ណឹងហេតុអីមិនធ្វើហើយលោកហ៊ុនសែនធ្លាប់និយាយថាអូធ្វើទៅក្រែងលោកគេនឹងមិនជួយមិនឆ្លើយតបបងប្អូនអាថាធ្វើទៅក្រែងលោកគេមិនឆ្លើយតបក្រែងលោកគេមិនជួយណាអាហ្នឹងលេសសុតពីព្រោះអីពីព្រោះការធ្វើហ្នឹងគឺធ្វើតាមយន្តការច្បាប់សុទ្ធសាធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺជាផ្លូវច្បាប់យន្តការច្បាប់អន្តរជាតិសុទ្ធសាធហើយបើសិនជាផ្ញើលិខិតទៅគេមិនឆ្លើយតបគេមិនធ្វើយើងជំរុញហើយជំរុញទៀតហើយក៏យើងមានហេតុផលជំរុញដែរជំរុញទៅអង្គការសហប្រជាជាតិដូច្នេះហេតុផលរឹងមាំបែបហ្នឹងហេតុអីមិនធ្វើត្រង់ហ្នឹងហើយដែលបងប្អូនកុំជឿឲ្យសោះកុំជឿថាហ៊ុនសែនហ៊ុនម៉ាណែតនឹងដោះស្រាយបញ្ហាជូនបងប្អូនណាចាំមើលបងប្អូនហើយវាយទៀតថាយករថក្រោះមកជន់នៅលើភូមិជោគជ័យភូមិព្រៃច័ន្ទជន់នៅលើខេត្តជាច្រើនខេត្ត7ហ្នឹងថៃជន់ខេត្ត5ទៅហើយតាំងពីខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់មែនតើទៅអត់លឺព័ត៌មានតែនៅបៃលិនហើយកោះកុងនេះខេត្ត5ថៃកំពុងតែដាក់កម្លាំងរថក្រោះជន់លើដីខ្មែរក្នុងទឹកដីខ្មែរក៏ប៉ុន្តែរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនអត់មានឆ្លើយតបដោយយន្តការដែលមានប្រសិទ្ធភាពជាអន្តរជាតិទេត្រឹមតែប្រជុំគ្នាហើយផ្ញើសារទៅប្រជាពលរដ្ឋបោកប្រជាពលរដ្ឋថាអូពេលនេះជាពេលការពារប្រជាពលរដ្ឋការពារទឹកដីនិយាយអញ្ចឹងអ្នកលេង Facebook ក៏និយាយបានដែរអ្នកតាមសង្គមនិយាយតាប្រជាពលរដ្ឋនិយាយតាប៉ុន្តែរដ្ឋាភិបាលមិនមែនត្រឹមតែត្រូវតែនិយាយទេត្រូវធ្វើឲ្យឃើញតែរឿងដែលខ្ញុំបញ្ជាក់ឲ្យរឿងងាយបំផុតសរសេរលិខិតទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីរឿងងាយប៉ុណ្ណឹងមិនធ្វើផងណាហើយនៅពេលដែលរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនលោកហ៊ុនម៉ាណែតធ្លាប់ធ្វើកន្លងមកផ្ញើលិខិតទៅក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់អង្គការសហជីវជាតិអត់មាននិយាយអំពីដំណោះស្រាយយូរវែងទេអត់មាននិយាយអំពីការត្រូវអនុវត្តកម្មតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទេរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនិយាយត្រឹមតែសុំឲ្យក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់អង្គការសហជីវជាតិជួយប្រាប់ថៃនិយាយងាយស្ដាប់ឲ្យជួយប្រាប់ថៃកុំឲ្យវាយតែប៉ុណ្្នឹងទេដូច្នេះបងប្អូនឈប់ចាញ់បោករដ្ឋាភិបាលក្រុងគ្រួសារហ៊ុនដំណោះស្រាយក្នុងពេលបច្ចុប្បន្នណាបងប្អូនពិចារណាបើរដ្ឋាភិបាលក្រុងគ្រួសារហ៊ុននៅតែកាន់អំណាចថៃនៅតែវាយចឹងវៀតណាមនៅតែឈ្លានពានចឹងពួកអក្រិតជនបរទេសពួកម៉ាហ្វីយ៉ានៅតែត្រួតត្រាលើទឹកដីនៃប្រទេសកម្ពុជាហ្នឹងងើបមិនរួចទេខ្មែរយើងងើបមិនរួចទេអ្នកណាទៅនិយាយថាអូផ្ដាល់យោបល់ចេះទៅផ្ដាល់យោបល់ចុះទៅផ្ដាល់យោបល់យ៉ាងណាក៏លោកហ៊ុនសែនមិនធ្វើដែររឿងដែលលោកហ៊ុនសែនចង់បានបំផុតនៅពេលនេះណាគឺថៃវាយចូលកម្ពុជាហើយគ្រាន់តែថាកុំវាយឲ្យខ្លាំងតែប៉ុណ្ណោះទេវាយមកល្មមដកមកល្មមដកមកល្មមដករួចហើយលោកហ៊ុនសែនគាត់តែឆ្លើយតបបន្តិចបន្តួចកំពេចកំពកទៅវិញតាមរយៈសារសំលេងសារឌឺដកតែប៉ុណ្ណោះទេពីព្រោះអីពីព្រោះហ៊ុនសែនចង់លេងអញ្ចឹងហ៊ុនសែនចង់លេងតែប៉ុណ្្នឹងទេថៃវាយក៏វាយទៅហ៊ុនសែនឌឺទៅវិញតែប៉ុណ្្នឹងទេអត់មានដោះស្រាយបញ្ហាជាក់ស្ដែងទេបងប្អូនច្បាស់គ្រប់គ្នារឿងកន្លែងហ្នឹងលោកកំសុកមិននេះលោកកំសុកបានមានប្រសាសន៍ថាវាយដកថៃអាចវាយដកណាប៉ុន្តែការពិតទៅលោកកំសុកគិតថាថៃវាយលេងកំដរឆាកលខោនជាមួយហ៊ុនសែនឬក៏វាយយកទឹកដីមែនតើឥឡូវនេះតែពីរថៃវាយកំដរឆាកដោះស្រាយបញ្ហាថៃខ្លួនឯងដែរព្រោះនៅស្រុកថៃមានបញ្ហាជាច្រើនដោយអនុទានគាត់គ្មានសមត្ថភាពដោះស្រាយរឿងគ្រោះទឹកជំនន់នៅប្រទេសថៃរឿង SEA Games នេះរៀបចំទៅបាក់មុខបាក់មាត់ថៃមែនទែនរឿងផ្ទៃក្នុងថៃជាច្រើនទៀតអនុទានអត់មានសមត្ថភាពដោះស្រាយអញ្ចឹងអនុទានក៏វាយកំដរដែរវាយខ្មែរកំដរវិបត្តិថៃដែរហើយចំណុចដែលយើងត្រូវសួរថាបើចុះអនុទានវាយខ្មែរវាយកម្ពុជាកំដរវិបត្តិថៃចុះហេតុអីបានជាវាយតែលើកម្ពុជាមិនវាយឡាវមិនវាយម៉ាឡេស៊ីមិនវាយភូមាមកពីឡាវគេច្បាស់លាស់ដែរមកពីភូមាគេច្បាស់ពួកយោធាមែនប៉ុន្តែគេការពារទឹកដីច្បាស់របស់គេណាមកពីម៉ាឡេស៊ីគេច្បាស់ដូច្នេះអត់ហ៊ានវាយគេទេអញ្ចឹងវាយកម្ពុជាដោយសារដឹងថាកម្ពុជារដ្ឋាភិបាលក្រុងគ្រួសារហ៊ុនហ្នឹងអត់ហ៊ានឆ្លើយតបខ្លាំងជាមួយគេទេទាំងគ្មានសមត្ថភាពឆ្លើយតបអាហ្នឹងចំណុចមួយថៃលេងជាមួយកម្ពុជាវាយចូលកម្ពុជាក៏គេព្យាយាមលេងកំដរដែរប៉ុន្តែទី2ថៃមិនកំដរលេងទេណាកំដរយកចំណេញទាំងបញ្ហាបាត់បង់រឿងវិបត្តិនយោបាយថៃផងចំណេញទាំងបានទឹកដីនៃប្រទេសកម្ពុជាផងរហូតដល់ថៃបាទស្ទង់មើលប្រតិកម្មរបស់សហគមន៍អន្តរជាតិថាបណ្ដាប្រទេសផ្សេង
ទំនងជាមិនសូវអើពើទេដោយសារតែរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនជាប់នឹងអក្រិតកម្មឆ្លងដែនអញ្ចឹងថៃប្រឡែងយកមកលេងជាមួយកម្ពុជាយកទឹកដីកំដរក៏កំដរក្នុងពេលដែលកំដរហ្នឹងក៏បានចំណេញដែរគេថាកំដរបានឈ្នួលកំដរបានទឹកដីមិនមែនរឿងកំដរធម្មតាទេណាចំណែករដ្ឋាភិបាលក្រុមគ្រួសារហ៊ុនកំដរគេលេងដែរគេវាយក៏វាយមកកំដរគេទៅវិញតាមរយៈការឌឺដងពាក្យសម្ដីរបស់លោកហ៊ុនសែនប៉ុណ្ណឹងអត់មានដោះស្រាយទេណាកំដរគេប៉ុណ្ណឹងកំដរគេលេងដើម្បីដោះស្រាយវិបត្តិអក្រិតកម្មឆ្លងដែនរបស់ក្រុមគ្រួសារហ៊ុនដើម្បីដោះស្រាយវិបត្តិអំណាចរបស់ក្រុមគ្រួសារហ៊ុនតែគ្មានប្រជាប្រិយភាពទាល់តែសោះនៅប្រទេសកម្ពុជាហើយការកំដរលេងជាមួយថៃនេះណាកំដររហូតពីព្រោះក្រុមគ្រួសារហ៊ុនមកដល់ពេលបច្ចុប្បន្នអត់មានស្ថិរភាពអំណាចទាល់តែសោះមិនដឹងច្រកណាទេដែលអាចរក្សាស្ថិរភាពអំណាចក្រុមគ្រួសារហ៊ុនបានងាកទៅចិនក៏មិនទំនងទេឥឡូវងាកទៅវៀតណាមគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាក៏ប៉ុន្តែមិនប្រកាសថាគ្រប់គ្រងអំណាចក្រុមគ្រួសារហ៊ុនទេងាកទៅណាក៏អត់បានដូច្នេះហ៊ុនសែនត្រូវការកំដរការឈ្លានពានរបស់ថៃដើម្បីពន្យល់ឲ្យស្ថានភាពនោះកាន់តែខ្លាំងហើយគេចេះតែទៅគេយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះជនភៀសសិតគេទៅលួងលោមអីចឹងទៅគេធ្វើជាអ្នកយកចិត្តទុកដាក់នឹងជនភៀសសិតខ្មែររាប់ម៉ឺននាក់ក៏ប៉ុន្តែនៅពីក្រោយហ្នឹងគេគ្រាន់តែចង់បានរូបភាពឲ្យបងប្អូនយល់ច្រឡំថាគេយកចិត្តទុកដាក់គេអត់បាត់ដោះស្រាយពិតប្រាកដទេបងប្អូនដើម្បីដោះស្រាយបញ្ហាកម្ពុជាពិតប្រាកដណាគឺត្រូវបញ្ចប់សង្គ្រាមត្រូវបញ្ចប់បញ្ហាព្រំដែនដើម្បីបញ្ចប់សង្គ្រាមនិងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសជិតខាងមានតែរឿងពីរទេទី1ត្រូវប្រើយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទី2រឿងដែលនៅសេសសល់ដោះស្រាយតាមយន្តការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានទៅតុលាការយុតិធម៌អន្តរជាតិឲ្យមានព្រំដែនច្បាស់លាស់អត់មាននរណាមកឆ្លៀតពៀនងាយទៀតទេក៏ប៉ុន្តែនៅពេលនេះលោកហ៊ុនសែនធ្វើបែបហ្នឹងទេហ៊ុនម៉ាណែតធ្វើបែបហ្នឹងទេអត់ធ្វើបែបហ្នឹងទេអត់ទេខ្ញុំបញ្ជាក់ជូនបងប្អូនម្ដងទៀតអ្វីដែលឪពុកកូនទាំងពីរនេះធ្វើគ្រាន់តែបញ្ចេញសារនយោបាយលួងលោមចិត្តប្រជាពលរដ្ឋធ្វើខ្លួនឯងខ្លាំងប៉ុន្តែនៅតាមព្រំដែនអត់បំពាក់អាវុធឲ្យកងកម្លាំងប្រដាប់អាវុធត្រឹមត្រូវផងហ្នឹងអួតថាមានយន្តហោះចម្បាំងហ៎ប៉ុន្តែអត់ឃើញផងហ្នឹងអួតថាមានកំភ្លើងធំហ៎អត់ឃើញផងហ្នឹងគេវាយចូលទឹកដីនៃប្រទេសកម្ពុជាកាលណាគេវាយចូលទឹកដីនៃប្រទេសរបស់យើងវាគ្មានអ្នកណាទៅអត់ធ្មត់ឲ្យគេវាយទេគេចូលសម្លាប់ប្រជាពលរដ្ឋយើងណាគ្មានអ្នកណាទៅប្រើពាក្យថាអត់ធ្មត់ដើម្បីគោរពនៅគេហៅបទឈប់បាញ់ឬកិច្ចព្រមព្រៀងរវាងគ្នាទេពីព្រោះអីការគោរពបទឈប់បាញ់និងកិច្ចព្រមព្រៀងរវាងគ្នាគឺគោរពនៅពេលដែលភាគីទាំងពីរមិនរំលោភគ្នាទៅវិញទៅមកកាលណាភាគីណាមួយរំលោភហើយគឺត្រូវតែការពារខ្លួនហើយគ្មានបទឈប់បាញ់ឯណាដែលតម្រូវឲ្យថៃវាយចូលតាមចិត្តលើទឹកដីនៃប្រទេសកម្ពុជាហើយយើងគ្រាន់តែប្រើពាក្យអត់ធ្មត់ដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្មែរទេមិនអាចចង់ទេនេះគឺជានយោបាយបោកប្រាស់ហើយមកដល់ពេលនេះយើងអត់ដឹងទេយើងអត់ដឹងថាថៃវាយចូលប្រមាណគីឡូទេពីព្រោះប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមគ្រួសារហ៊ុនអត់បានបង្ហាញច្បាស់លាស់ឡើយអត់បានឲ្យអ្នកសារព័ត៌មានទៅស៊ើបអង្កេតអត់បានបើកឲ្យប្រជាពលរដ្ឋ live ផ្ទាល់អត់បានបើកឲ្យប្រជាពលរដ្ឋសម្ដែងការជឿចាប់បើកឲ្យប្រជាពលរដ្ឋត្រឹមតែនិយាយថាអូហ៊ុនសែនហ៊ុនម៉ាណែតយកចិត្តទុកដាក់ក្នុងការចែកអំណោយតែប៉ុណ្ណោះបងប្អូនចាំមើលលោកកំសុកដោយសារពេលវេលាចិត្តដល់ហើយខ្ញុំនៅមានសំណួរពីរទៀតទីមួយខ្ញុំចង់បកមកពីរឿងល្បិចតិចតល់ដែលលោកហ៊ុនសែនរៀបចំឡើងដើម្បីបន្លំផ្នែកប្រជាពលរដ្ឋពីរឿងឧក្រិដ្ឋកម្មអនឡាញឲ្យទៅជារឿងសង្គ្រាមកម្ពុជាថៃខ្ញុំគាត់តែចង់សុំការបញ្ជាក់បន្ថែមពីលោកកំសុកថាល្បិចតិចតល់របស់លោកហ៊ុនសែននឹងអាចបន្លំសហគមន៍អន្តរជាតិបានទេដូចជាអាមេរិកក្តីអង់គ្លេសក្តីជប៉ុនក្តីកូរ៉េក្តីដែលគេកំពុងតែតាមធ្វើរឿងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញយ៉ាងក្រៅកគុកនឹងថាតើល្បិចកិច្ចការរបស់លោកហ៊ុនសែននឹងអាចបន្លំសហគមន៍អន្តរជាតិបានទេល្បិចនេះមិនអាចបន្លំសហគមន៍អន្តរជាតិបានទេពីព្រោះរបាយការណ៍របស់សហគមន៍អន្តរជាតិគេមើលឃើញច្បាស់ណាស់ថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនចូលចិត្តលេងល្បែងបង្កើតព្រឹត្តិការណ៍របាយការណ៍របស់គេណាដើម្បីបិទបាំងព្រឹត្តិការណ៍អក្រិតកម្មឆ្លងដែនសហគមន៍អន្តរជាតិគេមើលឃើញច្បាស់ណាស់ថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនចាត់ការតែមនុស្សកប៉ិតកប៉ុកទេរឿងអក្រិតកម្មឆ្លងដែនតែមិនចាត់ការមនុស្សកំពូលក្នុងបណ្ដាញដឹកនាំអក្រិតកម្មឆ្លងដែនឡើយមានទាំងមន្ត្រីថ្នាក់ឧបនាយករដ្ឋមន្ត្រីមេតបសំខាន់កងកម្លាំងប្រដាប់អាវុធមួយចំនួនព្រមទាំងរដ្ឋមន្ត្រីខ្លះនៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអុកញ៉ាផងអុកញ៉ាខ្មែរអុកញ៉ាបរទេសអុកញ៉ាក្រុមគ្រួសារហ៊ុនរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនអត់ចាត់ការឡើយគេដឹងទាំងអស់ហើយក៏ដឹងដែរថាល្បែងតែថៃឈ្លានពាននេះចូលប្រទេសកម្ពុជានេះមិនមែនក្រុមគ្រួសារហ៊ុនចង់ដោះស្រាយទេត្រង់ណាដែលថាក្រុមគ្រួសារហ៊ុនមិនចង់ដោះស្រាយខ្ញុំឧទាហរណ៍មួយទៀតក្នុងពេលបច្ចុប្បន្នណាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានឥទ្ធិពលដូចជាជប៉ុនសហរដ្ឋអាមេរិកបារាំងនាំគ្នាជំរុញឲ្យមានការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនេះឲ្យបានត្រឹមត្រូវច្បាស់លាស់និងឲ្យចប់សពគ្រប់កុំឲ្យនៅបន្តអូសបន្លាយក្នុងពេលដែលហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបង្ហាញសញ្ញាអញ្ចឹងហើយ
រដ្ឋាភិបាលលោកហ៊ុនម៉ាណែតអត់បានទៅសុំឲ្យគេជួយផងណាប្រសិនបើចង់ដោះស្រាយបញ្ហាគេបង្ហាញសញ្ញាអញ្ចឹងហើយសុំឲ្យគេជួយឥណ្ឌូនេស៊ីក៏បានលូកមាត់ដែរណាក្នុងរឿងហ្នឹងណាឥណ្ឌូនេស៊ីបានលូកមាត់ជប៉ុនបាននិយាយច្បាស់ថាគេចង់បានឲ្យមានកិច្ចអន្តរាគមន៍មួយនៅក្នុងការដោះស្រាយបញ្ហាជប៉ុនគឺជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដ៏មានឥទ្ធិពលបើទោះបីជាជប៉ុនមិនមែនជាសហប្រធានក៏ដោយកុំភ្លេចថាជប៉ុនជាអ្នកដឹកនាំបេសកកម្មអ៊ុនតាយ៉ាស៊ូស៊ីអាកាស៊ីណូក្នុងការរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជាឆ្នាំ1993បំណងរបស់ជប៉ុនដើម្បីឲ្យកម្ពុជាមានរដ្ឋាភិបាលមួយដែលជាផលប្រយោជន៍តំណាងឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរដោះស្រាយបញ្ហាខ្មែរបញ្ហាទឹកដីបញ្ហាចំនួនខ្មែរបញ្ហាសេដ្ឋកិច្ចសង្គមគិច្ចបញ្ហានានារបស់ប្រទេសកម្ពុជាហ្នឹងឯងដោះស្រាយតាមរយៈរដ្ឋាភិបាលមួយដែលជាតំណាងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដនោះបំណងជប៉ុនហើយឥឡូវនេះវាធ្លាក់ចូលទៅដល់រដ្ឋាភិបាលមួយនៃក្រុមគ្រួសារហ៊ុនដែលកំពុងតែបំផ្លាញផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរដូច្នេះបើទោះបីជាអ្នកការទូតជប៉ុនគេមិននិយាយថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនបំផ្លាញក៏ដោយអ្នកការទូតគេមិននិយាយពាក្យហ្នឹងទេក៏ប៉ុន្តែសញ្ញារបស់គេច្បាស់ណាស់ថាគេចង់ឲ្យមានការសម្របសម្រួលមួយដោះស្រាយបញ្ហានេះជប៉ុនដែលជាហត្ថលេខីដ៏មានឥទ្ធិពលនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបង្ហាញសញ្ញារួចទៅហើយតែរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនបានសូមអន្តរាគមន៍ពីគេទេ